បាទជំរាបសួរបងប្អូនថ្ងៃនេះមកទៀតហើយបាទដាក់គោឲ្យបងនៅស្ពានគុនគ្រូឲ្យមកចាស់យើងថ្ងៃនេះមានគោប្រកាត់មានគោបណ្ឌិតតៃពោះបណ្ឌិត2បណ្ឌិត2បណ្ឌិតមីនេះ1ហើយមេខាងនេះ1បងប្អូនគោគាត់ផែនល្អល្អណាណានេះមេនេះប្រកាត់ហើយប្រកាត់ហើយបានយើងទៅបានថតទេដាក់មួយលួងកងមាសមេនេះមេឡាយដាក់មកកងមាសហើយយើងបានប្រកាសហើយមានបណ្ឌិតតៃពោះ2ដែរមេខាងនេះយើងមិញក៏បណ្ឌិតហើយដែរបងប្អូនពេលនេះក៏ប្រកាសបនិមិត្តឲ្យគាត់ដាក់មួយជ័យមង្គលមេខ្មែរកាលដាក់មួយស៊ីនឌូប្រេស៊ីលដាក់មួយជ័យមង្គលវាចូល3ខែជាងហើយមិញបានបណ្ឌិតឆែកជូនគាត់ទៅគឺផើមហើយគាត់អត់ច្បាស់តែថាពេលនោះគាត់ដាក់បាឡូតនេះដាក់បាឡូតយូរខែបងប្អូនហើយទើបតែរកឈ្មោលវិញហើយដល់ពេលអញ្ចឹងមេអស់នេះដាក់ឲ្យស្ងាត់ដែរជាសង្ស័យអញ្ចឹងគាត់មកប្រកាសហ្នឹងឲ្យជួយឆាយឲ្យផងទៅហើយដល់ពេលយើងឆាយទៅគឺវានេះផើមមកជ័យមង្គលគោយើងប្រកាសបនិមិត្តឲ្យគាត់ដែរហើយមេខាងនោះក៏បានបណ្ឌិតជូនគាត់ដែរមិញមនុស្សក៏ផើមដែរគាត់ដាក់បាឡូតមនុស្សមេស្អាតដែរបាទថ្ងៃនេះមកដល់ខាងស្ពានគុនគ្រូខាងភូមិភ្នៅបងភូមិភ្នៅឃុំគេបងឃុំតាពាំងកងយើងខាងសំរោងតងតនីជានីខាងនេះមកខាងនេះសំរោងតងទៅខាងនោះកងវិស័យហ្នឹងហើយចិត្តគ្នាហើយទៅខាងនោះបន្តិចក្តារស្ទឹងផ្លូវបន្តិចចិត្តជាគ្នាបាទនេះភូមិភ្នៅនេះក៏ហួសស្ពានគុនគ្រូមកបន្តិចមកដល់ហ្នឹងបងប្អូនអញ្ចឹងអាហ្នឹងយើងបាទបណ្ឌិតបានប្រកាសមេមួយកងមីហើយបណ្ឌិតតៃពោះ2ដែរបណ្ឌិតតៃពោះឲ្យគាត់2ផើមួយជ័យមង្គលបាន1ហើយមនុស្សដាក់បាឡូតចង់ឲ្យមើលមេនេះបន្តិចមេនេះរៀងវាមើលទៅសំណងបងប្អូនអូមានកូនវានៅទៀតrồi nó đánh mà tích ban nàyបងបាទដេញមកចង់មើលបន្តិចចង់ថតឲ្យបងប្អូនមើលបន្តិចគោបងនៅស្ពានគុនគ្រូបងប្អូនសមោយចាស់ចឹងទេបាទមកប្រកាសឲ្យគាត់រហូតដែរបាទនេះមេនេះមិញដាក់មួយកងមាសហ្នឹងហើយកងមាសឲ្យខណ្ឌរាជមេឡាយមើលគាត់ថាមានអូនេះមកអូអាហ្នឹងកូនរបស់មេផើមនេះបងអីនេះកូនវាសាកូនញីអត់មានឈ្មោលណែបង